យាមកងតែបានសម្រេចនៅថ្ងៃណាមួយអ្វីដែលយើងព្រួយកងតែត្រូវដងស្រ័យដោយសារខ្លួនឯងក្នុងកម្មវិធីនៅពេលរសៀលនេះគឺគោលបំណងធំបំផុតចំពោះខ្ញុំគឺត្រូវការសន្តិភាពចូលរួមថ្ងៃនេះគឺចូលរួមដើម្បីកម្លាំងខ្មែរសាមគ្គីខ្ញុំចូលរួមដើម្បីដើរដើម្បីសន្តិភាពពីព្រោះថាពួកយើងស្រឡាញ់សន្តិភាពការដើរថ្ងៃហ្នឹងគឺដើម្បីបង្ហាញអំពីសាមគ្គីភាពរបស់ប្រទេសជាតិយើងពួកយើងស្រឡាញ់សន្តិភាពព្រោះសារសន្តិភាពហ្នឹងគឺជាមូលដ្ឋាននៃអនាគតរបស់កូនចៅប្រទេសយើងទាំងអស់គ្នានៅក្នុងនាមយើងជាយុវជនពួកយើងសាមគ្គីគ្នាតែមួយដើម្បីដើរស្វែងរកសន្តិភាពចូលប្រទេសកម្ពុជាសូមឲ្យបងប្អូនខ្មែរយើងរួបរวมគ្នាកាន់តែខ្លាំងដើរដើម្បីសន្តិភាពប្រទេសជាតិកម្ពុជាអាត្មាភាពក៏ចង់បានសន្តិភាពសាសនាក៏ចង់បានសន្តិភាពមនុស្សនៅលើសកលលោកទាំងអស់គឺចង់បានសន្តិភាពជាពិសេសប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងមូលគឺចង់បានសន្តិភាពមានតែសន្តិភាពទេទើបមានការអភិវឌ្ឍនិងរីកចម្រើនប្រជាជនកម្ពុជាទាំងមូលគឺត្រូវការសន្តិភាពដើម្បីទី1គឺយើងបានរស់នៅជួបជុំគ្រួសារទី2យើងបានរស់នៅទីលំនៅឋានរបស់យើងពិតប្រាកដទី3គឺយើងបានកូនចៅយើងនិងបងប្អូនយុវជនយើងទាំងអស់បានរៀននៅសាលារៀននៅក្នុងទឹកដីរបស់យើងបានសុខសន្តិភាពដើម្បីយកជ័យជំនះជូនជាតិមាតុភូមិអញ្ចឹងបងពពបរិយាកាសទាំងអស់គ្នាស៊ូពួកខ្ញុំនៅជួរក្រោយនេះខ្ញុំនឹងផ្ដល់ជាកម្លាំងចិត្តដល់ពពក៏ដូចជាបងដែលនៅជួរមុខការលះបង់ពលីរបស់បងកងទ័ពជួរខាងមុខក្នុងចិត្តបងប្អូនប្រទេសកម្ពុជាខ្មែរយើងគឺស្ថិតក្នុងការចងចាំរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាសូមលើកទឹកចិត្តដល់បងវីរៈកងទ័ពទាំងអស់ត្រូវមានស្មារតីក្លាហានរឹងមាំការពារប្រទេសជាតិយើងឲ្យបានគង់វង្សជួបតែសំណាងល្អនិងយកជ័យជំនះគ្រប់ភារកិច្ចដើម្បីមាតុភូមិជាតិរបស់យើងសូមអរគុណដល់បងវីរៈកងទ័ពជួរខាងមុខដែលបងបានលះបង់និងពលីជីវិតដើម្បីការពារមកដោយភាពទឹកដីហើយខ្ញុំសូមជូនពរឲ្យគាត់ស៊ូកុំចោលចាញ់បងជាជនយើងនៅក្រោយច្រើនចាំលើកទឹកចិត្តបងកងទ័ពជួរមុខទាំងអស់គ្នា Cambodia lead